ចឹងយើងដាក់បានគ្រប់ជាមួយនឹងប្រភេទទូរស័ព្ទដៃដាក់ជាមួយនឹងកាមេរ៉ា GoPro ឬក៏បងប្អូនមានជាមួយនឹង iPad បងប្អូនដាក់ iPad បានដែរណាបងប្អូនប៉ុន្តែត្រូវតែមានជើងប្រាប់ជាប់របស់វាអូខេអញ្ចឹងយើងធ្វើការ unboxing ឲ្យបងប្អូនទាំងអស់គ្នាបានឃើញតើសាច់ដែកនៅខាងក្នុងហ្នឹងគឺហើយឈុតរបស់វាហ្នឹងគឺមានអីគេខ្លះតោះនេះអូខេនេះអញ្ចឹងយើងមានកាបូបទៅថតនៅខាងក្រៅអីផ្សេងៗយើងមានថង់សម្រាប់ដាក់ហើយយើងមានកញ្ចប់សម្រាប់ដាក់ជាមួយនឹងចាប់ជាមួយនឹងទូរស័ព្ទដៃណាអញ្ចឹងបងប្អូនអាចដាក់ជាមួយនឹងគ្រប់ប្រភេទទូរស័ព្ទដៃគឺវាយឺតណាបងប្អូននេះហើយចំពោះការចាប់យើងអាចចាប់នៅពីខាងក្រោមនេះក៏បានពីខាងខ្នងនេះក៏បានដែរបងប្អូនអរគ្នាអូខេតោះយើងទៅការបែកមើលទាំងអស់គ្នាប្រភេទដែកមិនដែរនេះប្រភេទដែកអលុយមីញ៉ូមបងប្អូនអរគ្នាសូមបញ្ជាក់បងប្អូនប្រភេទដែកអលុយមីញ៉ូមដែកនេះគឺស្រាលស្វិតអញ្ចឹងងាយស្រួលសម្រាប់បងប្អូនយកទៅថតនៅខាងក្នុងឬក៏ថតនៅខាងក្រៅហើយដែកនេះមិនមែនលវយទេបងប្អូនអរគ្នាអញ្ចឹងខ្ញុំឲ្យបងប្អូនឃើញជាក់ស្ដែងតែម្ដងនេះណានេះបងប្អូនមើលសាច់ដៃជាក់ស្ដែងណាបងប្អូននេះមើលសាច់ដៃជាក់ស្ដែងនេះប្រភេទជើងកាមេរ៉ាប្រភេទ professional ហ្មងបងប្អូនព្រោះអីវាមានតកតនឹងទឹកសម្រាប់បើអ្នកថតគេឲ្យ recommend ឲ្យយើងយកអាប្រភេទដែលមានទឹកវាស់នេះណាប្រភេទមានទឹកវាស់អញ្ចឹងអាហ្នឹងគឺខ្ញុំធ្វើការបង្ហាញជូនទៅកាន់បងប្អូនអានេះគឺសម្រាប់យើងបើក lock សម្រាប់យើងដាក់ជាមួយនឹងជើងទូរស័ព្ទដៃឬក៏បងប្អូនដាក់ជាមួយនឹងភ្លើងឬក៏កាមេរ៉ា GoPro អីណាបងប្អូនអរគ្នាអញ្ចឹងកន្លែងនេះគឺយើងអាចបើកមកនេះមាន screw របស់វាមានខ្សែរបស់វានេះអញ្ចឹងខ្សែហ្នឹងបងប្អូនយកមកមូមកនេះយកមកមូពីក្រោមចេះក៏បានយកមកមូពីលើចេះក៏បានហើយបងប្អូនមានភ្លើងមាន GoPro អីបងប្អូនមូនៅកាមេរ៉ាអីបងប្អូនមូចូលកន្លែងប្លោះនឹងដូចគ្នាណានេះគឺសម្រាប់ជើងកាមេរ៉ាអញ្ចឹងយើងដាក់ជាមួយនឹងគ្រប់ប្រភេទទូរស័ព្ទដៃហើយកន្លែងនេះគឺយើងបង្ហាញតទៅបងប្អូននេះ lock បើសិនជាយើងអត់បើក lock វាទេយើងដាក់នេះអត់ចូលទេយើងដាក់ចូលមកនេះហើយយើងដាក់បិទទៅវិញទៅអញ្ចឹងអានឹងការពារសុវត្ថិភាពទូរស័ព្ទដៃរបស់យើងភ្លើងឬក៏កាមេរ៉ារបស់យើងអញ្ចឹងទៅហើយកន្លែងនេះបើសិនជាយើងមូកន្លែងនេះសម្រាប់នេះមូកន្លែងនេះណាបងប្អូននេះយើងមូកន្លែងនេះសម្រាប់យើងថតនៅខាងលើឬខាងក្រោមណានេះថតលើឬក៏ថតក្រោមអញ្ចឹងបងប្អូនចង់អូខេបើត្រង់ចំណុចកន្លែងនេះសម្រាប់ឲ្យយើងដាក់ទូរស័ព្ទដៃរបស់យើងឬក៏កាមេរ៉ារបស់យើងបញ្ឈរឬផ្ដេកនេះបងប្អូនមូកន្លែងនេះណាបញ្ឈរឬក៏ផ្ដេកអញ្ចឹងបងប្អូនមូចេញមកនេះបងប្អូនចង់ដាក់បញ្ឈរក៏បានដាក់ផ្ដេកក៏បានងាយស្រួលនេះណាហើយមានទឹកថ្លឹងទៀតអ្វីដែលសំខាន់ហើយបងប្អូនមើលកន្លែងខាងណាគឺសម្រាប់យើងមូយើងដកកណាដកនៅកម្ពស់ណានេះយើងអាចដកកម្ពស់នៅខាងលើបានម្ដងទៀតណាបានខ្ពស់នេះខ្ញុំនឹងបង្ហាញជូនទៅកាន់បងប្អូនអញ្ចឹងការដកកម្ពស់នេះបងប្អូនឃើញស្រាប់ហើយនេះបានខ្ពស់ល្អហើយប្រភេទនេះគឺដៃអលុយមីញ៉ូមបងប្អូនអរគ្នាណាប្រភេទដៃអលុយមីញ៉ូមបងចំពោះការដាក់ទូរស័ព្ទដាក់កាមេរ៉ាអីគឺមកស្រួលប្រើបងប្អូនអរគ្នាធានាជូនទៅកាន់បងប្អូនមកស្រួលប្រើនេះប្រភេទដៃអលុយមីញ៉ូមហើយកន្លែងនេះគឺមានប្រាប់កាន់ទៀតណាមានកន្លែងកាន់ទៀតណាមានកន្លែងកាន់ទៀតស្និតដៃល្អណាអញ្ចឹងបងប្អូនដែលកាន់ថតអីបងប្អូនអាចកាន់អានេះមកគឺទប់លំនឹងរបស់យើងបានល្អហើយបងប្អូនដែលចង់ថតបានខ្ពស់បងប្អូនអាចកាន់នេះមកដាក់ជាមួយនឹងទូរស័ព្ទដៃរបស់យើងមកគឺថតបានខ្ពស់ល្អណាអញ្ចឹងគឺឈុតនេះគឺបងប្អូនអាចថតនៅលើតុក៏បានថតនៅក្នុងបន្ទប់របស់ខ្លួនយើងក៏បានឬក៏ទៅថតនៅក្រៅក៏បានដែរ